ព្រះអង្គស៊ូរជ្ជកាលទី5គ្រិស្តសករាជ1703ដល់1706នៅគ្រិស្តសករាជ1704មានពួកលាវភៀសខ្លួនពីវិបត្តិរាជវង្សមកសុំជ្រកោត 5000 នាក់ទ្រង់ក៏អនុញ្ញាតឲ្យនៅខេត្តបាទីលុះដល់ឆ្នាំ1706ទ្រង់ដាក់រាជថ្វាយធម្មរាជាវិញធម្មរាជារជ្ជកាលទី2គ្រិស្តសករាជ1706ដល់1709ទ្រង់អភិសេកឡើងសោយរាជដែលមាននាមសម្រាប់លេខថាព្រះស្រីធម្មរាជាធិរាជរាមាធិបតីបរមបពិតក្នុងព្រះជន្ម16វស្សារីឯព្រះអង្គស៊ូស្ថិតក្នុងឋានៈជាព្រះឧបយោរាជនៅឆ្នាំ1707ដោយមើលឃើញថាផ្ទៃក្នុងរបស់ប្រទេសខ្មែរនៅតែមានភាពច្របូកច្របល់ដដែលម៉ាក់គីវដែលឈរជើងត្រួតត្រាលើទឹកដីខ្មែរតាមឆ្នេរសមុទ្របានបដូរភក្តីភាពទៅរកស្ដេចយួនវិញម្ដងដោយទទួលសុំស្ដេចយួនឲ្យគាត់បានធ្វើជាចៅហ្វាយខេត្តពីមដែលស្ដេចយួនយល់ព្រមដូច្នេះចាប់ពីឆ្នាំ1707មកខេត្តពីមបានក្លាយជាទឹកដីរបស់យួននៅឆ្នាំ1709ព្រះម៉ែនាងស្រីបុប្ផាបានប្រសូតអង្គស្ងួនធម្មរាជាមានព្រះដំណើរទៅពិនិត្យពួកលាវដែលនៅក្នុងខេត្តបាទីដោយចង់ឲ្យពួកនេះទៅរស់នៅមូលគ្នាឯកោះរៀមវិញប៉ុន្តែពួកនេះពុំព្រមបែរជាបះបោរប្រឆាំងនឹងព្រះរាជបញ្ជាទ្រង់ក៏បង្គាប់ឲ្យលើកទ័ពទៅបង្ក្រាបបំបែកពួកនោះជា3ក្រុមក្រុមមួយរត់ទៅនៅព្រៃលើក្រុមមួយទៅនៅស្រុកកម្ពុជាក្រោមក្រុមមួយទៅជ្រកកោននឹងព្រះកៅហ្វាអឹមដែលបានដាក់រាជកាលពីឆ្នាំ1700ព្រះកៅហ្វានេះប្រហែលជាអន់ប្រតិយនិងមានគំនុំជាមួយនឹងព្រះអង្គស៊ូក៏បានចូលដៃនឹងព្រះអង្គម្ចាស់មួយអង្គនាមសកុណបតហើយបំបះបំបោពួកលាវព្រមទាំងបានជំនួយពីទ័ពយួនចំនួន 20000 នាក់បន្ថែមពីនេះកៅហ្វាអឹមបានចាត់ឲ្យគេទៅបញ្ចុះបញ្ចូលពួកលាវនៅព្រៃលើនិងពួកគួយសម្រែបានកម្លាំងថែម 10000 នាក់ទៀតទៅវាយបានខេត្តដែលនៅខាងកើតទន្លេមេគង្គហើយឆ្លងទន្លេវាយចូលក្រុងឧដុង្គនៅឆ្នាំ1709ក្រោយពីតស៊ូទប់ទល់អស់រយៈពេល3ខែឃើញថាមិនអាចទប់ទល់បានតទៅទៀតធម្មរាជាក៏បានភៀសព្រះកាយទៅប្រទេសសៀមជាមួយអង្គទងដែលជាបុត្រារបស់ព្រះអង្គយ៉ងនៅទីនោះអ្នកម្នាងរបស់ធម្មរាជាដែលជាជនជាតិសៀមមុំរតប្រសូតបានបុត្រាជាបន្តបន្ទាប់2អង្គគឺអង្គហ៊ីងនិងអង្គឌួងនិងបុត្រីមួយអង្គនាមអង្គសោភាក្សត្រីកៅហ្វាអឹមរជ្ជកាលទី2ឆ្នាំ1710ដល់1722ទ្រង់អភិសេកឡើងសោយរាជដែលយកនាមសម្រាប់លេខថាព្រះអង្គអឹមសម្ដេចព្រះកៅហ្វានៅឆ្នាំ1714ព្រះចៅក្រុងស្រីអយុធ្យារបស់សៀមបានបញ្ជូនមន្ត្រី2នាក់គឺចៅពញាពលទេពនិងពញាសភាវតីជាមួយនឹងទ័ព 15000 នាក់នាំស្ដេចទាំង3អង្គឲ្យមកជួបជុំគ្នាប៉ុន្តែកៅហ្វាអឹមមិនព្រមក៏នាំគ្នាត្រឡប់ទៅសៀមវិញនៅឆ្នាំ1715អង្គទងដែលមានជំនួយពីសៀមបានលើកទ័ពចូលវាយដល់ខេត្តពោធិ៍សាត់ដែលនៅទីនោះប្រជារាស្ត្រនៅស្រឡាញ់រាប់អានព្រះធម្មរាជានៅឡើយកៅហ្វាអឹមដឹងថាមានការបះបោរនិងមានទ័ពមកដណ្ដើមទឹកដីបែបនេះក៏លើកទ័ពមានទាំងទ័ពយួនទៅវាយធ្វើឲ្យអង្គទងត្រូវរបួសដកថយទៅនៅឫស្សីសាញរងចាំទ័ពជំនួយពីសៀមចាប់ពីឆ្នាំ1719រហូតដល់ឆ្នាំ1722ព្រះចៅសៀមបានបញ្ជាឲ្យលើកទ័ពជើងទឹក5000 នាក់ឲ្យវាយចូលខេត្តពីមតែត្រូវចវាយខេត្តដែលយួនតែងតាំងគឺម៉ាក់គីវវាយឲ្យដកថយទៅវិញ
ទ័ពជើងគោករបស់សៀម 10000 នាក់បានសម្រុកចូលដល់ក្រុងឧដុង្គវាយសង្គ្រប់តែម្ដងកែវហ្វាអឹមឃើញស្ថានភាពមិនល្អក៏ចាត់មន្ត្រីចរចាដោយផ្ដល់ប្រយោជន៍ដល់សៀមធ្វើឲ្យព្រះចៅសៀមព្រមនាំអង្គទងនិងធម្មរាជាទៅសៀមវិញនៅឆ្នាំ 1722 កែវហ្វាអឹមបានសម្រេចព្រះទ័យបង្វាយរាជសម្បត្តិឲ្យបុត្រាដែលមាននាមថាអង្គជីសម្ដេចព្រះសត្ថាហៅក្រៅថាអង្គជីគ្រិស្តសករាជ 1722 ដល់ 1729 នៅឆ្នាំ 1722 អង្គជីជាបុត្ររបស់កែវហ្វាអឹមត្រូវបានគេអភិសេកឲ្យឡើងសោយរាជដែលយកនាមសម្រាប់រាជថាសម្ដេចព្រះសត្ថាមកដល់ឆ្នាំ 1729 ទ្រង់ថ្វាយរាជសម្បត្តិទៅបិតាវិញកែវហ្វាអឹមរជ្ជកាលទី 3 គ្រិស្តសករាជ 1729 សោយរាជជាលើកទី 3 នេះទ្រង់យកនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះជ័យជេដ្ឋាធិរាជរាមាឥសូរកម្ពុជាលោកីត្រីត្រៃភាវនាថប៉ុន្តែទ្រង់សោយរាជបាន 7 ខែក៏ដាក់រាជឲ្យបុត្រាវិញសម្ដេចព្រះសត្ថាអង្គជីរជ្ជកាលទី 2 គ្រិស្តសករាជ 1729 ដល់ 1737 សោយរាជជាលើកទី 3 នេះទ្រង់យកនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះរាជឱកាព្រះបរមរាជាធិរាជរាមាធិបតីនៅឆ្នាំ 1730 មានលាវម្នាក់នៅប្រសូតបាភ្នំតាំងខ្លួនជាអ្នកមានបុណ្យប្រមូលបានអ្នកដើរតាមជាច្រើនហើយលើកគ្នាទៅវាយយួនរហូតដល់ក្រុងព្រៃនគរស្ដេចយួនទុកតុងបានបញ្ជាឲ្យមេទ័ពទ្រើងភឿងវិញលើកទ័ពមកបង្ក្រាបធ្វើឲ្យពួកនោះថយចូលមកស្រុកខ្មែរវិញប៉ុន្តែពួកនេះបានកាប់សម្លាប់ជនជាតិយួនជាច្រើនឲ្យតែគេបានប្រទះព្រះសត្ថាទ្រង់ជ្រាបពីរឿងនេះខ្លាចមានទោសសម្លាប់យួនក៏បានផ្ញើសារលិខិតទៅមេទ័ពយួនសូមពន្យាពេលក្នុងការកម្ចាត់ពួកបះបោរប៉ុន្តែពួកបះបោរនៅតែបន្តសកម្មភាពសម្លាប់ជនជាតិយួនមេទ័ពយួននោះចោទថាព្រះសត្ថាចូលដៃនឹងពួកបះបោរប្រឆាំងយួនក្រោយមកព្រះសត្ថាបានបញ្ជាឲ្យគេលើកទ័ពទៅបង្ក្រាបពួកបះបោរឲ្យរៀបទៀបអស់ប៉ុន្តែលទ្ធផលនៃការសម្លាប់ពួកយួនរបស់ពួកនេះបានធ្វើស្ដេចយួនខ្ញាល់ហើយលើកទ័ពមកវាយខ្មែរដើម្បីជាការសងសឹកដល់ក្រុងភ្នំពេញនៅឆ្នាំ 1731 ធ្វើឲ្យព្រះសត្ថាត្រូវដកថយទៅដល់ពាមជីក្រែងលុះកេណ្ឌទ័ពបានគ្រប់គ្រាន់ក៏ធ្វើការវាយបកវិញធ្វើឲ្យពួកយួនថយទៅវិញក្រោយមកពួកយួនលើកទ័ពមកច្រើនជាងមុនដែលព្រះសត្ថាបានដកថយទៅពាមក្របៅខេត្តអាសន្ទុកកំពង់ធំកេណ្ឌទ័ពប្រឆាំងរហូតដល់បានជោគជ័យប្រភពឯកសារយួនបានបញ្ជាក់ថាក្រោយពីព្រះសត្ថាបង្ក្រាបពួកបះបោររៀបទៀបអស់ស្ដេចយួនទុកតុងបានតម្រូវឲ្យព្រះសត្ថាកាត់ទឹកដីខ្មែរ2ខេត្តគឺខេត្តក្រមួនសនិងលង្ហោនៅឆ្នាំ 1732 ដោយយកលេសថាដើម្បីការពារជនជាតិយួនដែលរស់នៅយ៉ាងច្រើននៅលើទឹកដីទាំងនោះដូច្នេះជនជាតិយួនបានសម្រុកមកទិសខាងត្បូងចូលក្នុងខេត្តលង្ហោបង្កើតបានជាបន្ទាយលង្ហោនិងខេត្តមេសរនៅរក្សាលក្ខខណ្ឌទេកៈដដែលទ្រង់ក៏យាងមកគង់នៅក្រុងលង្វែកវិញនៅឆ្នាំ 1735 ចិនម៉ាក់គីវដែលត្រួតត្រានៅខេត្តពាមបានទទួលមរណភាពស្ដេចយួនទុកតុងបានតែងតាំងកូនប្រុសរបស់គាត់ឈ្មោះម៉ាក់ធានទីឲ្យកាន់តំណែងជំនួសមន្ត្រីរូបនោះបានធ្វើឲ្យខេត្តពាមក្លាយជាតំបន់ពាណិជ្ជកម្មមមាញឹកដោយគាត់បានកេណ្ឌមនុស្សសង់បន្ទាយសង់ផ្សារសង់ក្រុងមានពួកបរទេសចូលមករកស៊ីយ៉ាងកកកនៅឆ្នាំ 1736 ព្រះសត្ថាមានព្រះទ័យសង្ស័យលើអគ្គមហេសីរបស់ទ្រង់រួមគ្នានឹងអ្នកអង្គម្ចាស់3អង្គទៀតគឺអង្គសូបុត្រអង្គទងបានភៀសខ្លួនទៅសៀមបាត់ហើយអង្គស្ងួននិងអង្គច័ន្ទបុត្ររបស់ធម្មរាជាបានភៀសខ្លួនទៅសៀមហើយទើបព្រះសត្ថាទ្រង់យាងមកគង់នៅចតុមុខហើយបញ្ជាឲ្យគេមកពាត់ធ្វើគុតអ្នកទាំង4ប៉ុន្តែពុំបានសម្រេចត្រូវបានអ្នកទាំង4ប្រមូលរាជនៅលង្វែកវាយបកវែងឲ្យព្រះសត្ថាត្រូវភៀសខ្លួនទៅស្រុកយួននៅឆ្នាំ 1737 ដើម្បីទប់ទល់នឹងការវិលត្រឡប់វិញរបស់ព្រះសត្ថាដែលគេជឿថានឹងត្រឡប់មកវិញដោយមានជំនួយពីយួនអង្គស្ងួនយាងទៅគង់នៅបាភ្នំត្រើយខាងកើតទន្លេ
រីឯអង្គច័ន្ទយាងគង់នៅទិសខាងលិចទន្លេបែរទៅមើលភាគខាងលិចធម្មរាជាដែលកាលពីមុនសូមត្រឡប់មកស្រុកខ្មែរវិញប៉ុន្តែមិនបានសម្រេចហើយគង់នៅនគររាជសីមានោះបានកានទ័ពវាយកបានខេត្តមហានគរយ៉ាងងាយបន្តមកដោយមានជំនួយពីទ័ពសៀមទ្រង់បានលើកទ័ពមកដល់សំរោងសែនក្នុងខេត្តកំពង់ឆ្នាំងហើយចរចាគ្នាជាមួយមហេសីរបស់ព្រះសត្ថារហូតមានកិច្ចព្រមព្រៀងគ្នាឲ្យធម្មរាជាឡើងសោយរាជ្យធម្មរាជារជ្ជកាលទី3គ្រិស្តសករាជ1738ដល់1747ទ្រង់ឡើងសោយរាជ្យដែលមាននាមសម្រាប់លេខថាព្រះបាទសម្ដេចព្រះរាជឱកាជ័យជេដ្ឋាធិរាជរាមាធិបតីបរមបពិតដែលមានរាជធានីនៅឧដុង្គនៅឆ្នាំ1739ធម្មរាជាបានលើកទ័ពទៅវាយយកខេត្តពីមប៉ុន្តែត្រូវម៉ាក់ធានទីវាយរុញច្រានមកវិញនៅឆ្នាំ1747ធម្មរាជាប្រឈួនហើយចូលទីបង្គត់បុត្ររបស់ទ្រង់នាមអង្គអឹមបានឡើងសោយរាជ្យអង្គអឹមគ្រិស្តសករាជ1747ទ្រង់ឡើងសោយរាជ្យបានតែបន្តិចក៏ត្រូវអង្គហ៊ីងជាអនុជធ្វើគុតប៉ុន្តែអង្គហ៊ីងនេះមិនបានសោយរាជ្យទេព្រោះនាម៉ឺនមន្ត្រីមិនពេញចិត្តចំពោះអំពើឧក្រិដ្ឋនេះដោយបានជ្រើសយកព្រះអង្គទងដែលជាបុត្ររបស់អង្គយ៉ងឲ្យកាន់កាប់កិច្ចការប្រទេសព្រះអង្គទងរជ្ជកាលទី1គ្រិស្តសករាជ1747ដល់1748ទ្រង់មានព្រះជន្ម56វស្សានិងធ្វើជាឧបយុរាជអស់រយៈកាល10ឆ្នាំមកហើយទ្រង់ឡើងកាន់អំណាចដើម្បីចាត់ចែងរាជកិច្ចមិនមែនសោយរាជ្យនោះទេក្នុងរជ្ជកាលរបស់ទ្រង់នៅឆ្នាំ1747ពួកយួននៅខេត្តបាសាក់ចេះតែរំលោភចូលទឹកដីដែលលោកអុកញ៉ានរេនតាក់តុកគ្រប់គ្រងជាញឹកញយធ្វើឲ្យលោកទ្រាំពុំបានក៏លើកទ័ពទៅបង្ក្រាបធ្វើឲ្យពួកយួននោះភៀសខ្លួនទៅកោះកាហុងនៃទន្លេមេគង្គក្រោមមួយឆ្នាំក្រោយមកនៅឆ្នាំ1748ដោយយកលេសថាខ្មែរបះបោររួមគ្នានឹងអុកញ៉ានរេនតាក់តុកយួនបានបញ្ជូនមេទ័ពហ្វៀងហ៊ីវយ៉ននិងព្រះសត្ថាដែលភៀសខ្លួនទៅយួនកាលពីឆ្នាំ1737មកវាយលោកអុកញ៉ានរេនតាក់តុកទ័ពខ្មែរទន់ដៃដកថយយួនដេញតាមដល់ឧដុង្គព្រះអង្គទងនិងអង្គស្ងួនបានភៀសព្រះកែវទៅសៀមស្ដេចយួនបានគាំទ្រឲ្យព្រះសត្ថាសោយរាជ្យព្រះសត្ថារជ្ជកាលទី3គ្រិស្តសករាជ1749ឯកសារយួនបញ្ជាក់ថាព្រះសត្ថាឡើងសោយរាជ្យមែនប៉ុន្តែមេទ័ពយួនឯណោះទេដែលជាអ្នកប្រើប្រាស់អំណាចដូចជាអំណាចហូតពន្ធដារអំណាចតែងតាំងមន្ត្រីនិងផ្លាស់ប្ដូរចៅហ្វាយខេត្តខ្មែរព្រមទាំងបានយកច្បាប់រដ្ឋបាលក្រុងវេមកអនុវត្តនៅស្រុកខ្មែរកាលនោះមន្ត្រីខ្មែរលោកអុកញ៉ាក្រឡាហោមអោកមានការឈឺចាប់នឹងការត្រួតត្រារបស់យួនបានកេណ្ឌទ័ពខ្មែរនៅពោធិ៍សាត់ហើយលើកទ័ពទៅប្រយុទ្ធនឹងទ័ពយួននៅវាលស្រាប់អង្កាមទ័ពយួនបរាជ័យដកថយនាំទាំងព្រះសត្ថាទៅជាមួយផងដែលព្រះសត្ថាបានប្រជូនហើយសគត់នៅតាមផ្លូវលោកអុកញ៉ាក្រឡាហោមអោកនិងចៅហ្វាយខេត្តពោធិ៍សាត់បានចាត់សេនាបតីទៅស្រុកសៀមសូមយាងព្រះអង្គស្ងួនដែលនៅមានសេចក្តីអង្អាចជាងព្រះអង្គទងនិងញាតិវង្សមកវិញព្រះអង្គស្ងួនគ្រិស្តសករាជ1749ដល់1755ទ្រង់ឡើងសោយរាជ្យដោយមាននាមសម្រាប់លេខថាព្រះបាទសម្ដេចព្រះរាជឱកាព្រះស្រីជ័យជេដ្ឋាធិរាជបរមបពិតដែលមានរាជធានីនៅឧដុង្គព្រះអង្គទងបានឡើងជាព្រះឧបយុរាជនៅឆ្នាំ1751ព្រះចៅសៀមសពព្រះតីអនុញ្ញាតឲ្យញាតិវង្សដែលភៀសខ្លួនទៅសៀមកាលពីឆ្នាំ1748ត្រឡប់មកស្រុកខ្មែរវិញគ្រិស្តសករាជ1753ព្រះមហាឧបរាជអង្គសូដែលមាននាមថាឧទ័យបានសគត់បុត្រារបស់ទ្រង់ដែលមាននាមថាតន់បានត្រូវគេប្រទាននាមថាឧទ័យដោយបិតាអង្គហ៊ីងដែលធ្លាប់ប្រព្រឹត្តឧក្រិដ្ឋកម្មកាលពីឆ្នាំ1747លើរូបអង្គអឹមនោះត្រូវបានគេតែងតាំងជាមហាឧបរាជជំនួសវិញនៅឆ្នាំ1755អង្គស្ងួនចូលទីបង្គត់ព្រះឧបយុរាជទងត្រូវបានមន្ត្រីជ្រើសឲ្យស្នងរាជ
ព្រះអង្គទងរជ្ជកាលទី2គ្រិស្តសករាជ1756ដល់1757ក្នុងរជ្ជកាលទី2នេះមានចំនួនរវាងឧបរាជហ៊ីងនិងឧទ័យអង្គតន់ឧទ័យអង្គតន់បានភៀសខ្លួនទៅខេត្តពីមក្រោយមកទៅនៅខេត្តព្រះត្រពាំងម៉ាក់ធាទីបានជួយការទ័ពមកច្បាំងឈ្នះដល់ចតុមុខហើយតាមចាប់អង្គហ៊ីងសម្លាប់ចោលទៅមហេសីរបស់ហ៊ីងបានការទ័ពច្បាំងដោយមានការចូលរួមពីព្រះអង្គទងមកច្បាំងនឹងឧទ័យអង្គតន់ប៉ុន្តែបរាជ័យក៏ភៀសព្រះកាយទៅពោធិ៍សាត់នៅឆ្នាំ1757ព្រះអង្គទងក៏បានសោយទីបង្គត់ឧទ័យបានចាប់មហេសីអង្គហ៊ីងយកទៅប្រហារជីវិតគួររំលឹកថានៅមុនពេលចូលទីបង្គត់ព្រះអង្គទងបានផ្ដាំឲ្យមន្ត្រីលះបង់ចោលទឹកដីខ្មែរមួយចំនួនឲ្យទៅយួនចោះគឺខេត្តផ្សារដែកស្រុក2នៃខេត្តលង្ហោនិងខេត្តមាត់ជ្រូកដោយហេតុថាលើទឹកដីទាំងនោះពួកយួនបានបង្កចលាចលពិបាកគ្រប់គ្រងបង្កជាស្ថានភាពលំបាកដល់ខ្មែរក្នុងពេលដែលខ្មែរកំពុងតែមានវិបត្តិរាជវង្សបែបនេះបន្ថែមពីនេះយួនបានបង្កចលាចលក្នុងខេត្តទ្រាំងបន្ទាយមាសនិងព្រៃកបាសដែលជាបន្ទុកដល់រាជការខ្មែរថែមទៀតផងបន្ទាប់ពីបញ្ចប់ចំនួនដោយការប្រើហិង្សានេះរួចមកឧទ័យអង្គតន់បានឡើងសោយរាជ្យព្រះឧទ័យអង្គតន់គ្រិស្តសករាជ1758ដល់1775ទ្រង់ឡើងសោយរាជ្យនៅក្រុងឧដុង្គក្នុងព្រះជន្ម20វស្សាដោយយកព្រះនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះរាជឱកាសព្រះនារាយរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោពណ៌បរមសុរេនព្រះចៅអាណាមប្រកាសទទួលស្គាល់ព្រះអង្គនេះភ្លាមទ្រង់បានកាត់ខេត្ត2គឺស្រុកត្រាំងព្រះត្រពាំងនិងត្រាវិញខេត្តឃ្លៀងឲ្យទៅពួកអាណាមបន្ថែមពីលើនេះព្រះចៅក្រុងវេបានឆ្លៀតឱកាសដណ្ដើមយកទឹកដីបន្តិចម្ដងដោយចាប់កសាងបន្ទាយនៅផ្សារដែកកោះតេងនិងមាត់ជ្រូកថែមទៀតនៅឆ្នាំ1767ស្ដេចភូមាដែលបានធ្វើសង្គ្រាមជាមួយសៀមជាយូរណាស់មកហើយនោះបានដណ្ដើមយកតំបន់តាវយម៉ែគុយនិងតេណាសេរឹមហើយជាបន្តក៏លើកទ័ពវាយចូលអយុធ្យារួចដុតក្រុងអយុធ្យានៅថ្ងៃទី8ខែមេសាឆ្នាំ1767ក្រោយពីវាយបានអយុធ្យាភូមាបានដាក់ការត្រួតត្រាលើប្រទេសសៀមកាលនោះមានកូនកាត់ចិនម្នាក់ដែលរស់នៅក្នុងសហគមន៍ហៃហុងដែលគេហៅថាពញាតាស៊ីនជាចៅហ្វាយខេត្តម្នាក់នៅភាគខាងជើងរបស់សៀមដែលមានគ្នា1000នាក់បានធ្វើការវាយប្រហារលើពួកភូមាដែលគ្រប់គ្រងសៀមដោយបានទទួលជ័យជំនះជាច្រើននៅសមរភូមិពញាតាស៊ីនបានរំដោះក្រុងអយុធ្យាដែលកាលនោះបើតាមឯកសារបង្ហាញថានៅពេលគាត់ចូលរំដោះក្រុងអយុធ្យាគាត់រើបានព្រះខ័នរាជហើយត្រូវបានប្រជារាស្ត្រនិងមេទ័ពចាត់ទុកគាត់ជាអ្នកមានបុណ្យហើយតែងតាំងគាត់ជាស្ដេចដែលមានរាជវាំងនៅផ្លាសយគាត់បន្តធ្វើការវាយរុញច្រានពួកភូមាឲ្យចេញពីទឹកដីសៀមរួចហើយគាត់មកតាំងរាជធានីនៅណាចាបុរីដែលសពថ្ងៃគឺក្រុងបាងកកតាក់ស៊ីនចង់ឲ្យព្រះរាជាខ្មែរគឺព្រះឧទ័យអង្គតន់ទទួលស្គាល់អធិរាជភាពរបស់សៀមលើកម្ពុជាដោយដែលក្សត្រមុនធ្លាប់ធ្វើអញ្ចឹងដែរតាក់ស៊ីនបានបញ្ជូនទូតនាំសារមកថ្វាយព្រះឧទ័យអង្គតន់ដែលមានសេចក្តីសង្ខេបថាសូមឲ្យព្រះរាជាកម្ពុជារក្សាទុកនៅប្រពៃណីដែលធ្លាប់មានតាំងពីមុនកុំបីគិតផ្លាស់ប្ដូរដោយហេតុតែព្រះរាជាណាចក្រសៀមមានព្រឹត្តិការណ៍រងគ្រោះធ្ងន់ក៏ដោយម្យ៉ាងទៀតព្រះរាជាណាចក្រកម្ពុជាត្រូវលើកសុយសារអាករទៅថ្វាយព្រះចៅសៀមដោយដែលព្រះរាជាមុនធ្លាប់អនុវត្តកន្លងមកចំពោះព្រះឧទ័យដែលមានជាតិកំណើតក្នុងត្រកូលក្សត្រទ្រង់មិនបានទទួលស្គាល់អំណាចរបស់ពញាតាក់ស៊ីនឡើយដោយទ្រង់បានផ្ញើរាជសារតបវិញដែលមានសេចក្តីថាទ្រង់មិនអាចចរចាស្មើភាពជាមួយមនុស្សម្នាក់ដែលកើតចេញពីពាណិជ្ជករជាមួយស្រីសៀមសាមញ្ញម្នាក់បាននោះទេបើទោះជាជននោះមានសមត្ថភាពផ្ទាល់ខ្លួនដូចម្ដេចក្តីទទួលបានសារនេះពញាតាក់ស៊ីនច្រឡោតឡើងប្រកាសអរិយភាពជាមួយនឹងព្រះរាជាណាចក្រកម្ពុជាដែលប្រមាថទ្រង់តាក់ស៊ីនបានប្រគល់ទ័ពមួយកងឲ្យជួនដំណើរអង្គនុនចូលមកស្រុកខ្មែរវិញដើម្បីធ្វើការកែនទ័ពទម្លាក់ព្រះឧទ័យអង្គតន់សង្គ្រាមដែលបណ្ដាលមកពីការអុចអារបស់តាក់ស៊ីនធ្វើឲ្យប្រជារាស្ត្រ
រងគ្រោះជាទម្ងន់ណាត្រូវរងកំណែនទ័ពណាត្រូវបង់ពន្ធណាត្រូវកិច្ចចេញពីសង្គ្រាមរាជមួយភាគត្រូវបានទ័ពសៀមគាយកធ្វើជាឆ្លើយសឹកទុក្ខវេទនាព្រាត់ប្រាសដើម្បីទប់ទល់នឹងកម្លាំងរបស់ព្រះអង្គនុននិងកម្លាំងទ័ពសៀមព្រះរាជាឧទ័យអង្គតន់បានទទួលយកតំណាងអាណាមមកធ្វើជាជំនួយការមានន័យថាទ្រង់បានដាក់កម្ពុជាជាសមណរដ្ឋរបស់អាណាមប៉ុន្តែនៅទីបញ្ចប់បើតាមការកត់ត្រានៅក្នុងពងសាវតាបានដឹងថាព្រះឧទ័យអង្គតន់ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជារាស្ត្រទ្រង់កើតព្រះតីមេត្តាករណាក៏សោកព្រះតីលះបង់រាជសម្បត្តិថ្វាយទៅអង្គនុននៅឆ្នាំ1775គឺបន្ទាប់ពីទ្រង់បានសោយរាជ្យអស់រយៈពេល17ឆ្នាំព្រះអង្គនុនគ្រិស្តសករាជ1775ដល់1779ទ្រង់ឡើងសោយរាជ្យក្នុងព្រះជន្ម36វស្សាដែលយកព្រះនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះរាជឱកាព្រះរាមរាជាធិរាជបរមបពិតចំណែកព្រះឧទ័យទទួលឋានៈជាព្រះឧបយោរាជព្រះអង្គថនជាអនុជរបស់ព្រះអង្គនុនបានទទួលឋានៈជាព្រះឧបរាជធំនៅឆ្នាំ1777វិបុលរាជស្រីដែលជាជំនួយការរបស់លោកក្រឡាហោមរដ្ឋមន្ត្រីខាងជើងទឹកយល់ថាមានតែព្រះអង្គថនដែលជាឧបរាជធំគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើការដណ្ដើមយករាជបល្ល័ង្កបានទើបគាត់ផ្ដល់យោបល់ឲ្យព្រះអង្គថនធ្វើគត់ព្រះរាជាការញុះញង់របស់គាត់មិនបានសម្រេចឡើយទីបំផុតព្រះរាជាចាប់កំហុសគាត់បានហើយកាត់ទោសប្រហារជីវិតគាត់ជំទាវឡាងដែលជាម្ដាយរបស់វិបុលរាជស្រីមានគំនុំគុំគួននឹងព្រះរាជាបានបញ្ចុះបញ្ចូលកូនគាត់4នាក់តេជោតេនចៅហ្វាយខេត្តកំពង់ស្វាយតេជោពីងចៅហ្វាយខេត្តបារាយតេជោសូចៅហ្វាយខេត្តព្រៃក្តីនិងតេជោម៉ៅចៅហ្វាយខេត្តទ្រាំងឲ្យសងសឹកនឹងព្រះរាជានៅឆ្នាំ1778ពញាតាស៊ីនបានចងសម្ព័ន្ធភាពជាមួយកម្ពុជាទៅវីលាវដោយសុំជំនួយទ័ពខ្មែរ 10000 នាក់ប៉ុន្តែមានទាហានរត់ចោលជូរនិងការបះបោរពីប្រជារាស្ត្រចៅហ្វាយខេត្តតេនពីងនិងសូវពុំបានអើពើនឹងរឿងនេះទេធ្វើឲ្យព្រះរាជាក៏ហៅមកកាត់ទោសនៅបន្ទាយពេជ្រដែលនៅជិតក្រុងឧដុង្គគឺប្រហារជីវិតសូវពីងបញ្ចុះឋានៈនិងវាយ50រំពាត់តេនត្រូវដកចេញពីតំណែងនៅឆ្នាំ1779ម៉ៅពីងនិងតេនបះបោរធ្វើសង្គ្រាមប្រឆាំងនឹងព្រះរាជាលើកកម្លាំងមកវាយបន្ទាយពេជ្របានហើយចាប់យកព្រះអង្គឯងជាបុត្ររបស់ឧទ័យអង្គតន់ដែលមានព្រះជន្ម7វស្សានិងសម្លាប់បុត្រ4អង្គរបស់ព្រះអង្គនុនទើបចាក់ចេញទៅហើយដុតបន្ទាយចោលកាលនោះព្រះអង្គនុនគង់នៅឯកំពង់ធំបានលើកទ័ពទៅប្រយុទ្ធនឹងពួកបះបោរទាំងនោះនៅកំពង់ឆ្នាំងតែបរាជ័យក៏ភៀសព្រះកាយទៅភ្នំកំរៀងនៅខេត្តក្រងពោធិ៍សាត់មកបានទទួលព័ត៌មានច្បាស់ថាព្រះរាជានៅឆ្ងាយពីកងពលនិងមានសេនាការពារតិចតួចក៏នាំទ័ពចូលចាប់ព្រះអង្គនុនយកទៅដល់បឹងខ្យងដែលនៅខាងត្បូងក្រុងឧដុង្គហើយជ្រមុជទឹកសម្លាប់ទ្រង់ទៅគឺនៅខែសីហាឆ្នាំ1779ថ្មីបើមានគំរូពីប្រទេសជិតខាងពីការឡើងកាន់អំណាចរបស់អ្នកបះបោរដែលមិនមែនជាជាតិក្សត្រដូចជាអាឡោងព្រះយ៉ានៅភូមាបានបះបោរដណ្ដើមរាជតាំងខ្លួនជាស្ដេចនៅឆ្នាំ1753តាក់ស៊ីននៅសៀមជាកូនពាណិជ្ជករប្រកាសខ្លួនជាស្ដេចនៅឆ្នាំ1767មកវិញពុំបានអនុវត្តតាមឬមានមហិច្ឆតាធំម្លឹងទេមកប្រកាសខ្លួនត្រឹមជាចៅហ្វាគឺសពថ្ងៃស្មើនឹងនាយករដ្ឋមន្ត្រីពីងដែលប្អូនជាអុកញ៉ាចក្រីរដ្ឋមន្ត្រីសង្គ្រាមប៉ុន្តែប្រជារាស្ត្រចង់បានស្ដេចមកសោយរាជសម្រាប់ដឹកនាំប្រទេសមកឯកភាពជ្រើសតាំងអង្គឯងដែលខ្លួនចាប់យកមកឲ្យឡើងសោយរាជទាំងអ្នកអង្គម្ចាស់នេះមានព្រះជន្មត្រឹមតែ7វស្សាប៉ុណ្ណោះប៉ុន្តែអំណាចនៅក្នុងដៃមកទាំងអស់អ្នកណារំខានមកបណ្ដេញជននោះចេញក្នុងនោះអុកញ៉ាបែនដែលជាមន្ត្រីយមរាជតុលាការ
ត្រូវបានមកបណ្ដេញចេញបានរត់ទៅស្រុកសៀមដោយលួចយកព្រះខ័នរាជទៅជាមួយផងចាប់ពីពេលនោះទៅសៀមបានឱកាសលោកដៃចូលកិច្ចការផ្ទៃក្នុងខ្មែរវិញហើយប៉ុន្តែសៀមត្រូវជួបនឹងដៃគូម្ខាងទៀតដែលកំពុងតែមានឥទ្ធិពលលើខ្មែរដែរគឺអាណាមនៅក្នុងឱកាសដែលខ្មែរចុះខ្សោយដោយសារតែការដណ្ដើមអំណាចនិងបែកបាក់ផ្ទៃក្នុងនេះហើយដែលសៀមនិងអាណាមបានយកទឹកដីខ្មែរធ្វើជាទីលានប្រយុទ្ធគ្នាដើម្បីអាចបំពេញមហិច្ឆតាដែលធ្លាប់មានតាំងពីយូរមកហើយក្នុងការលេបយកទឹកដីខ្មែរពាក់កណ្ដាលទី2នៃសម័យឧដុង្គគ្រិស្តសករាជ1779ដល់1863សៀមនិងអាណាមប្រជែងគ្នាគ្រប់គ្រងទឹកដីខ្មែរដើម្បីបំពេញចិត្តរាស្ត្រនិងមន្ត្រីចៅហ្វាម៉ូបានតែងតាំងព្រះអង្គឯងដែលមានវ័យក្មេងឲ្យសោយរាជប៉ុន្តែខ្លួនជាអ្នកក្តោបក្តាប់អំណាចព្រះអង្គឯងគ្រិស្តសករាជ1779ដល់1796ទ្រង់ជាបុត្ររបស់ឧទ័យអង្គតន់ដោយមើលឃើញថានៅកម្ពុជាមានភាពរញ៉េរញ៉ៃតាក់ស៊ីនក៏រៀបចំកងទ័ពជា3កងពលដែលមួយកងពលមានទ័ព 7000 នាក់ដឹកនាំដោយមេទ័ព3នាក់មកវាយលុកយកខេត្តមហានគរកំពង់ស្វាយនិងបន្ទាយពេជ្រដែលនៅជិតក្រុងឧដុង្គចៃដន្យតាក់ស៊ីនការរកឈួតហើយត្រូវអ្នកបះបោរពញ្ញាសានចាប់ខ្លួនបានមេទ័ពសៀម2នាក់ក្នុងចំណោម3នាក់ដែលលើកទ័ពមកវាយយកកម្ពុជាបានស្រស់ស្រួលគ្នាជប់ធ្វើសង្គ្រាមនៅកម្ពុជាហើយប្រញាប់វិលចូលបាងកកវិញមេទ័ពទាំងពីរឆ្លៀតឱកាសដណ្ដើមអំណាចប៉ុន្តែមិនធ្វើដូចចៅហ្វាម៉ូទេគឺគេយកគំរូតាមអាឡោងប្រាស់យ៉ានិងតាក់ស៊ីនពញាមហាក្រសាសែកតាំងខ្លួនជាមហាក្សត្រសាសីដែលជាប្អូនប្រុសរបស់ក្រសាសែកឡើងជាឧបរាជក្មួយប្រុសរបស់ម៉ាឡាក់បានឡើងជាកៅហ្វាចំណែកអ្នកបដិវត្តផ្សេងត្រូវសម្លាប់ចោលនៅខែមិនិនាឆ្នាំ1782រីឯស្ដេចតាក់ស៊ីនត្រូវគេធ្វើគុតនៅខែមេសាឆ្នាំ1782ចំណែកនៅអាណាមវិញពួកតៃសឺនបានងើបបះបោរនៅកូសាំងស៊ីនហើយលបចូលមកក្នុងទឹកដីកម្ពុជាដើម្បីរៀបចំកម្លាំងរបស់ខ្លួនឡើងវិញក្រោយពីការបង្ក្រាបរបស់ព្រះចៅយ៉ាឡុងដែលគង់នៅព្រៃនគរតាំងពីឆ្នាំ1777ស្ដេចយួនបានផ្ញើសារឲ្យរដ្ឋាភិបាលខ្មែរជួយដេញពួកនេះទៅវិញនៅក្នុងរាជវាំងឧដុង្គវិញចំនួនរបស់ចៅហ្វាម៉ូនិងពញាសួរបានកើតឡើងពញាសួរបានគេចខ្លួនទៅនៅបាត់ដំបងហើយសុំឲ្យសៀមជួយសៀមបានបញ្ជូនបែនដែលត្រូវមកបណ្ដេញចេញពីតំណែងហើយរត់ទៅស្រុកសៀមនោះឲ្យមកជួយអ្នកទាំងពីរបានលើកទ័ពមកវាយយកឧដុង្គបានហើយសម្លាប់ម៉ូនិងពីងចោលទៅក្រោយមកបែនក៏បានកម្ចាត់សួរចោលរួចតែងតាំងខ្លួនជាចៅហ្វាវិញម្ដងបែនត្រូវបានស្ដេចសៀមតែងតាំងជាហួរមឿងដែលមានន័យថាចៅហ្វាយខេត្តបាត់ដំបងនៅឆ្នាំ1791ដែលមានងារថាអភ័យជីបេះវិសេសសង្គ្រាមរៀមអ្នករិនអិនវិជ័យអភ័យភេរីបរាក្រមពីហុនៅឆ្នាំ1794ព្រះអង្គឯងដែលមានព្រះជន្ម20 វស្សាត្រូវបានបែននាំទៅធ្វើពិធីអភិសេកនៅក្រុងបាងកកដោយថ្វាយព្រះនាមថាព្រះបាទសម្ដេចព្រះរាជឱកាព្រះនរារាជាធិរាជរួចហើយស្ដេចសៀមបានរៀបចំកងទ័ពមួយកងដែលមានបែនជាមេបញ្ជាការជូនដំណើរព្រះអង្គឯងត្រឡប់មកឧដុង្គវិញបែនក៏ត្រឡប់ទៅបាត់ដំបងវិញគ្រប់គ្រងទឹកដីនោះដែលគ្មានទំនាក់ទំនងរដ្ឋបាលអីជាមួយនឹងក្រុងឧដុង្គឡើយចំណែកបណ្ដាខេត្តដែលនៅភាគខាងជើងបាត់ដំបងវិញរួមមានមង្គលបុរីសិរីសោភ័ណ្ឌនិងកូរ៉ាត់គេមិនបាច់សង្ស័យឡើយពួកសៀមបានយកជាទឹកដីរបស់គេយ៉ាងស្ងៀមស្ងាត់នៅឆ្នាំ1795បែនជាមនុស្សក្បត់ប្រកបណាស់ព្រោះដឹងហើយថាខ្លួនមានតួនាទីខ្ពស់មួយតែបែរជាកាត់យកទឹកដីមួយចំណែកធំពីរាជាណាចក្រមកគ្រប់គ្រងក្រោមគោរមងារថាហួរមឿងដែលប្រៀបបាននឹងព្រះរាជាណាចក្រមួយនៅចន្លោះកម្ពុជានិងសៀមទៅវិញកងទ័ពដែលគាត់កាន់កាប់នៅក្នុងដៃគឺជាកងទ័ពសៀមតែមានគាត់ជាខ្មែរធ្វើជាមេបញ្ជាការគាត់ជាចៅហ្វាយខេត្តខ្មែរតែស្ថិតក្រោមបញ្ជាពីស្ដេចសៀមរីឯទឹកដីដែលគាត់គ្រប់គ្រងជាទឹកដីខ្មែរគាត់គោរពតែបញ្ជាពីក្រុងបាងកកមិនទទួលបញ្ជាពីក្រុងឧដុង្គទេប៉ុន្តែគាត់ចេញចូលរាជវាំងទាំងពីររីឯតង្វាយវិញគាត់យកទៅថ្វាយតែស្ដេចសៀម
មិនមែនក្នុងនាមជាចៅហ្វាយខេត្តខ្មែរទេគឺក្នុងនាមជាមេទ័ពសៀមចំណូលផ្សេងក្នុងខេត្តគាត់រក្សាទុកចិញ្ចឹមទាហានដែលនៅជាមួយគាត់កូនរបស់គាត់ដែលបន្តតំណែងពីគាត់ក៏នៅតែបានបន្តនយោបាយបែបនេះទៀតព្រះអង្គឯងបានចេញព្រះរាជបញ្ជាជាច្រើនដូចជានៅពេលមន្ត្រីចូលវាំងមហាថ្លឹកមហាទេពនិងមហាមន្ត្រីត្រូវមានត្រារំលេចដោយភ្ញីផ្កាមួយរង្វង់ត្រូវបានខ្លោះពីជាន់ធ្វើអំពើសូត្រពណ៌ក្រហមត្រូវពាក់អាវផាយពណ៌ផ្កាកុលាបនិងមានកាន់ថង់រងដែលមានន័យថាប្រអប់ស្លាធ្វើអំពីឈើស្រោបដោយក្រណាត់មន្ត្រីដែលមានស័ក្តិពី8ទៅ9ហូពាន់អាចពាក់អាវផាយពណ៌បៃតងហើយបាំងខ្លោះសូត្រមួយជាន់ពណ៌បៃតងដែរអ្នកដែលមានស័ក្តិ6ទៅ7ហូពាន់មានអាវស្វាយនិងខ្លោះពណ៌ស្វាយអ្នកដែលមានស័ក្តិ4ទៅ5ហូពាន់ពាក់អាវពណ៌ខៀវភរិយារបស់មន្ត្រីដែលមានស័ក្តិ9ទៅ10ហូពាន់ត្រូវមានឋានៈជាខុនណាងនៅខែមិនិនាឆ្នាំ1796ព្រះអង្គឯងទេរាជសម្បត្តិឲ្យអបរាជពុកដោយទ្រង់យាងទៅប្រទេសសៀមដើម្បីធ្វើការតវ៉ាសុំខេត្តខ្មែរដែលជាវាយបែនកាត់ទៅឲ្យសៀមនោះមកវិញប៉ុន្តែស្ដេចសៀមពុំបានអើពើចំពោះព្រះអង្គឡើយទ្រង់ក៏យាងត្រឡប់មកស្រុកខ្មែរវិញហើយសុគតនៅ7ខែក្រោយមករាជសម្បត្តិត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អបរាជពុកអស់រយៈពេល10ឆ្នាំអបរាជពុកគ្រិស្តសករាជ1796ដល់1806ចៅហ្វាពុកបានដឹកនាំកិច្ចការព្រះរាជាណាចក្រដោយពុំបានខិតខំប្រឹងប្រែងជ្រើសរើសក្សត្រថ្មីមួយអង្គណាទេព្រះរាជវង្សានុវង្សនាពេលនោះស្ទើរតែផុតរលត់ទៅហើយនៅសល់តែបុត្ររបស់ព្រះអង្គឯងដែលនៅតូចនៅឡើយចៅហ្វាបែនដែលសុកស្រួលក្នុងទឹកដីរបស់គាត់ទៅហើយក៏ពុំមានខ្វល់ខ្វាយអ្វីបន្តិចសោះពួកចៅហ្វាយខេត្តក៏កាន់តែឯករាជ្យឡើងដោយមកពីគ្មានការដឹកនាំហើយពេញចិត្តណាស់នឹងសភាពការបែបនេះពួកគេប្រមូលពន្ធបានមកបង់ឲ្យចៅហ្វាយពុកតែអ្វីដែលគេចង់ឲ្យបង់តែប៉ុណ្ណោះជួនកាលមិនបង់ឲ្យទៀតផងក៏មាននិយាយឲ្យខ្លីរាជាណាចក្រទាំងមូលកំពុងតែពុកផុយបាត់ទៅហើយខ្សោះកម្លាំងអ្នកណាចង់ធ្វើអ្វីក៏បានបើសិនគ្មានពួកអាណាមមកដណ្ដើមទឹកដីភាគខាងកើតទេម្លេះសំសៀមកាត់យកប្រទេសទាំងមូលទៅហើយប៉ុន្តែអាចថាជាសំណាងម្យ៉ាងដែរដែលខ្មែរមានសត្រូវពីរនៅសងខាងដែលចង់លេបយកទឹកដីខ្មែរម្ល៉េះហើយម្នាក់ក៏តាមដានត្រួតពិនិត្យគ្នាទៅវិញទៅមកដោយនៅស្ទាក់ស្ទើរមិនហ៊ានធ្វើអ្វីជាធំដុំទេនៅឆ្នាំ1806សៀមក៏បានបញ្ជូនព្រះអង្គច័ន្ទឲ្យមកសោយរាជ្យនៅឧដុង្គព្រះអង្គច័ន្ទគ្រិស្តសករាជ1806ដល់1834ទ្រង់ជាបុត្រាច្បងរបស់ព្រះអង្គឯងនៅពេលទ្រង់ឡើងសោយរាជ្យទ្រង់មានព្រះនាមសម្រាប់លេខថាព្រះបាទសម្ដេចព្រះរាជឱកាព្រះឧទ័យរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោពណ៌ចៅហ្វាបែនបានលើកកូនស្រីរបស់គាត់មកធ្វើជាមហេសីរបស់ព្រះអង្គច័ន្ទស្ដេចអាណាមបានបញ្ជូនក្រណាត់សូត្រ68ដុំមកថ្វាយព្រះអង្គច័ន្ទបានយាងនាំក្រណាត់សូត្រទាំងអស់នោះទៅក្រុងបាងកកជាមួយនឹងចៅហ្វាពុកដើម្បីចូលគាល់ស្ដេចសៀមស្ដេចអាណាមប្រឆាំងជំទាស់នឹងទង្វើនេះក៏បញ្ជូនទ័ពមួយកងមកដល់ចតុមុខស្ដេចអាណាមទទួលយល់ព្រមថាឲ្យសៀមរៀបអភិសេកព្រះរាជាកម្ពុជានៅឯស្រុកសៀមចោះក៏ប៉ុន្តែបើព្រះរាជាណាចក្រកម្ពុជាយល់ព្រមចំណោះសៀមព្រះអង្គក៏ត្រូវចំណោះឲ្យអាណាមដែរហើយត្រូវលើកសុយសាអាករទៅអាណាមជារៀងរាល់ឆ្នាំក្នុងនោះមានដំរីឈ្មោលកម្ពស់5ហត្ថ2ក្បាលចែមាស2ភ្លុកដំរី3គូក្រវាញក្រមួនម្រ័ក្សលាក់និងលាក់ពេលនោះពួកនាម៉ឺនមន្ត្រីយល់ថាតើគួរចំណោះសៀមផងចំណោះអាណាមផងឬយ៉ាងណាប៉ុន្តែបើមានអធិរាជពីរប្រកាប់ប្រចាក់គ្នាដើម្បីនគរចំណោះមួយវាល្អជាងមានអធិរាជតែមួយដែលនឹងលេបត្របាក់យកទឹកដីទាំងមូលតែម្ដងហេតុនេះហើយពួកគេក៏យល់ព្រមតាមសំណាក់នេះទើបពួកអាណាមត្រឡប់ទៅវិញទុកតែមេទ័ព2នាក់នៅប្រចាំការនៅចតុមុខការដែលព្រះអង្គច័ន្ទទទួលស្គាល់អធិរាជរបស់អាណាមលើកម្ពុជាមិនបានធ្វើឲ្យរាជវាំងក្រុងបាងកកសប្បាយចិត្តនោះឡើយចាប់ពីពេលនោះមកទំនាក់ទំនងល្អជាមួយសៀមក៏បានចាប់ផ្ដើមប្រឆាចំណែកស្ដេចយ៉ាឡុងរបស់អាណាមបានធ្វើត្រារៀង4ជ្រុងស្មើមួយធ្វើអំពីមាស
ផ្ញើមកថ្វាយព្រះអង្គច័ន្ទត្រារបស់ខ្មែរមានរាងមូលព្រះអង្គច័ន្ទទទួលទុកប៉ុន្តែមិនដែលប្រើវាម្ដងណាឡើយសៀមមិនចង់ឲ្យកម្ពុជាចំណុះអាណាមទេកម្ពុជាត្រូវចំណុះសៀមតែមួយគត់ព្រោះព្រះរាជាណាចក្រកម្ពុជាត្រូវអភិសេកដោយសៀមបន្ទាប់ពីមរណភាពរបស់ស្ដេចសៀមនិងចៅហ្វាបែននៅឆ្នាំ1811ស្ដេចសៀមថ្មីបានតែងតាំងអ្នកអង្គម្ចាស់2អង្គដែលជាអនុជរបស់ព្រះអង្គច័ន្ទគឺអង្គស្ងួនឲ្យធ្វើជាឧបយុរាជនិងអង្គអឹមធ្វើជាឧបរាជអមព្រះអង្គច័ន្ទដោយពុំបានសួរយោបល់ព្រះអង្គច័ន្ទឡើយនេះជាការបង្ហាញឲ្យឃើញពីអធិរាជរបស់ខ្លួនលើកម្ពុជាព្រះអង្គច័ន្ទយល់ថាសៀមធ្វើនេះគឺជាគំនាបធំមួយចំពោះទ្រង់ក៏ដកសេចក្តីទុកចិត្តពីសៀមហើយទុកចិត្តអាណាមជាងចំនួនបានកើតមានឡើងរវាងព្រះអង្គច័ន្ទនិងអង្គស្ងួនដែលការនេតិជាឧបយុរាជធ្វើឲ្យអង្គស្ងួនភៀសខ្លួនទៅពោធិ៍សាត់រួចចាប់ប្រម៉ែប្រមូលទ័ពព្រមទាំងធ្វើការទាមទារយកខេត្តក្រងក្រគរនិងខ្លុងព្រះអង្គច័ន្ទភ័យខ្លាចមានជំនួយពីសៀមក៏ស្នើសុំជំនួយពីអាណាមយ៉ាឡុងប៉ុន្តែទ័ពជំនួយយួនមានចំនួនតិចពេកមិនអាចទប់ទល់បានក៏ដកថយនាំទាំងព្រះអង្គច័ន្ទចុះទៅព្រៃនគរផងអង្គអឹមដែលជាមហាឧបរាជនិងអង្គឌួងបានកិច្ចខ្លួនចេញពីព្រះអង្គច័ន្ទដែលទៅតាមទ័ពយួនហើយត្រឡប់មកក្រុងឧដុង្គវិញដែលមានទ័ពសៀមកាន់កាប់ប្រទេសគ្មានស្ដេចដឹកនាំទៀតហើយព្រោះព្រះរាជាគង់នៅឯអាណាមចំណែកព្រះអង្គស្ងួនមិនហ៊ានចាប់កាន់កាប់អំណាចនៅឡើយទេអង្គអឹមនិងអង្គឌួងបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅឧដុង្គដែលមានសមាជិកពាក់កណ្ដាលជាខ្មែរពាក់កណ្ដាលទៀតជាសៀមហើយនាំគ្នាទៅបាងកកសូមសេចក្តីសម្រេចពីសៀមនៅខែកក្កដាឆ្នាំ1811នៅឆ្នាំ1813ស្ដេចយួនព្រះនាមយ៉ាឡុងបានដង្ហែព្រះអង្គច័ន្ទមកគង់នៅឧដុង្គវិញដោយមានទ័ព 20000 នាក់មកជាមួយក្នុងនោះមានទ័ពអាណាម 5000 នាក់កាលនោះគ្មានការប្រយុទ្ធគ្នាអ្វីទេមានតែប្រជារាស្ត្រចេញមកស្វាគមន៍ព្រះអង្គច័ន្ទដែលរាស្ត្រទទួលស្គាល់ថាជាព្រះរាជាពេញសិទ្ធិពីមុនមកនោះហើយចាប់ពីពេលនោះមកព្រះអង្គច័ន្ទបានក្លាយជាស្ដេចដែលចំណុះឲ្យនគរអាណាមទាំងស្រុងតែម្ដងមេទ័ពយួននាមអង្គតគុណបានកេណ្ឌខ្មែរឲ្យទៅកាប់ឈើនៅភ្នំហាន់ជ័យកំពង់ចាមហើយសង់សំណាក់បារមីមួយនៅជ្រោយចង្វាដើម្បីឲ្យមន្ត្រីនិងស្ដេចខ្មែរធ្វើពិធីសំពះរំលឹកគុណស្ដេចយួននៅឆ្នាំ1814សៀមបានលើកទ័ពមកវាយយកខេត្តកូរ៉ាត់និងទឹកដីដែលនៅចន្លោះខេត្តព្រំទេពនិងភ្នំដងរែកហើយក៏យកបានខេត្តម្លូព្រៃនិងទន្លេពៅផងដែរសៀមក៏លើកទ័ពចូលដណ្ដើមយកស្ទឹងត្រែងជាបន្តព្រះអង្គច័ន្ទមិនសូវជាយកចិត្តទុកដាក់ចំពោះទឹកដីទាំងអស់នេះនោះទេព្រោះទឹកដីទាំងអស់នោះនៅឆ្ងាយពីក្រុងឧដុង្គឆ្នាំ1815ស្ដេចយួនសូមឲ្យព្រះអង្គច័ន្ទកេណ្ឌមនុស្សមកសង់បន្ទាយនៅខេត្តមាត់ជ្រូកនិងជីកព្រែក2ដែលមានកម្លាំងចូលរួមទាំងអស់ 10000 នាក់គឺអាណាម 5000 នាក់និងខ្មែរ 5000 នាក់ព្រែកទី1ឈ្មោះវិញទេខ្មែរហៅថាព្រែកជីកភ្ជាប់ពីខេត្តមាត់ជ្រូកទៅខេត្តពីមមានប្រវែង53គីឡូម៉ែត្រទទឹង33ម៉ែត្រព្រែកទី2ឈ្មោះវិញអានខ្មែរហៅថាឡុងសែនភ្ជាប់ពីទន្លេមេគង្គទៅទន្លេបាសាក់ប្រវែង18គីឡូម៉ែត្រទទឹង28ម៉ែត្រការជីកព្រែកនេះខ្មែររងទុក្ខវេទនាជាពន់ពេកដំបូងគេប្រើគោក្របីសម្រាប់អូសទាញដីចេញពីព្រែកលុះយូរទៅដោយប្រើទាំងយប់ទាំងថ្ងៃគោក្របីងាប់អស់គេឲ្យមនុស្សជាអ្នកអូសម្ដងដោយធ្វើការតាំងពីព្រលឹមទល់ព្រលប់គ្មានពេលសម្រាកពេលខ្មែរដួលវាចោទថាខ្មែរខ្ជិលឬខ្មែរធ្វើពុតចំណែកទឹកសម្រាប់ផឹកវិញមានក្លិនលាមកនិងមានជាតិកំបោរបាយហូបទៅហើមពោះមិនតែប៉ុណ្ណោះយួនបានចាប់ខ្មែរដែលវាចោទថាប្រឆាំងយកទៅកប់ត្រឹមកជាមុំចង្ក្រានដាំតែដែលគេហៅថាដាំតែអង្គម្យ៉ាងទៀតនៅពេលការជីកព្រែកបានបញ្ចប់យួនបើកទឹកបង្ហូរចូលព្រែកដោយពុំបានប្រាប់ឲ្យខ្មែរឲ្យដឹងជាមុននោះទេធ្វើឲ្យកម្មករខ្មែរលង់ទឹកស្លាប់ជាច្រើនក្រោយពីការជីកព្រែកនេះបានរួចរាល់ពួកអាណាមបានចាត់ទុកព្រែកជីកនេះជាព្រំដែននៃនគរកម្ពុជានិងនគរអាណាមដោយពុំចង់ឲ្យអាណាមមានអធិរាជភាពលើកម្ពុជាខ្លាំងពេកព្រះរាជាក្រុងបាងកកបានបញ្ជូនទ័ពមកលុកលុយកម្ពុជាយោងតាមសំណើរបស់ចៅហ្វាយខេត្តពោធិ៍សាត់នៅឆ្នាំ1820ព្រះអង្គច័ន្ទដកព្រះកាយទៅខេត្តលង្ហៅមួយថ្ងៃបន្ទាប់ពីព្រះអង្គច័ន្ទចេញផុតពីឧដុង្គ
ទ័ពសៀមបានចូលមកគ្រប់គ្រងឧដុង្គមានអង្គអឹមនិងអង្គឌួងមកជាមួយផងទ័ពចម្រុះខ្មែរសៀមបានបន្តវាយចៅដុកនៅមាត់ព្រែកវិញទេវាយយកក្រុងហាទៀងរួចទៅដល់លង្ហោជាកន្លែងដែលព្រះអង្គចាន់គង់នៅដោយវាយយកបាននៅខែធ្នូឆ្នាំ1831ទ័ពអាណាមបានធ្វើការវាយបកវិញរហូតទ័ពខ្មែរសៀមដកថយចុះសំពៅនៅកំពតរួចត្រឡប់ទៅបាងកកវិញនាំយកទាំងអង្គអឹមនិងអង្គឌួងទៅផងអស់ទ័ពសៀមអាណាមបានក្លាយជាម្ចាស់លើកម្ពុជាម្ដងទៀតស្ដេចអាណាមបានផ្ញើសម្លៀកបំពាក់បែបអាណាមរួមទាំងមួកផងមកថ្វាយព្រះអង្គច័ន្ទដោយមានមន្ត្រីមួយចំនួនស្លៀកពាក់តាមទ្រង់ដែរដើម្បីជាការអែបអបនិងដោយការភ័យខ្លាចផងព្រោះពួកគេក៏បានទទួលសម្លៀកបំពាក់នេះពីស្ដេចអាណាមដូចគ្នាម្ដងនេះគេឃើញថាអាណាមមានព្រៀបខ្លាំងជាងពួកសៀមនៅក្នុងជួររាជវង្សយួនបានកម្ចាត់ព្រះអង្គម្ចាស់ណាដែលយួនគិតថាមានទំនោរទៅរកសៀមនៅឆ្នាំ1834ព្រះអង្គច័ន្ទចូលទីវង្គតគ្មានអ្នកអង្គម្ចាស់ណាសម្រាប់ធ្វើជាទីជម្រើសសម្រាប់ឲ្យស្នងរាជទេបាននិយាយពីអនុជរបស់ព្រះអង្គច័ន្ទគឺអង្គអឹមនិងអង្គឌួងវិញអាណាមិនព្រមឲ្យសោយរាជឡើយព្រោះអ្នកទាំងពីរចូលដៃនឹងសៀមហើយកំពុងតែរស់នៅក្នុងប្រទេសសៀមដោយព្រះអង្គច័ន្ទមានតែបុត្រីគ្មានបុត្រាសម្រាប់ស្នងរាជយួនបានតែងតាំងក្សត្រីអង្គមីឲ្យសោយរាជបន្តក្សត្រីអង្គមីគ្រិស្តសករាជ1834ដល់1840ក្សត្រីអង្គមីជាបុត្រីរបស់ព្រះអង្គច័ន្ទជាមួយនឹងជាយាលំដាប់ទី3ឈ្មោះអ្នកមនាងក្រច័ន្ទព្រះនាងពេលនោះមានព្រះជន្ម21វស្សាអនុជរបស់ព្រះនាងគឺក្សត្រីអង្គពៅបានទទួលឋានៈជាឧបរាជអង្គស្ងួនដែលតូចជាងគេទទួលឋានៈជាព្រះកែវវ៉ាអ្វីដែលគេមើលឃើញច្បាស់ថាអាណាមប្រុងប្រៀបនឹងយកកម្ពុជាធ្វើជាទឹកដីរបស់គេមែនទែននោះគឺតាមព្រះរាជក្រឹត្យមួយរបស់ស្ដេចអាណាមគឺថាព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងដោយមន្ត្រីអាណាម3នាក់ទ្រឿងមេញយ៉ាងផាំវ៉ាន់ឌៀននិងត្រាន់វ៉ាន់ណាងដោយមានកិច្ចជំនួយពីរដ្ឋមន្ត្រីនិងចៅហ្វាយខេត្តខ្មែរជាច្រើនអ្នកកម្ពុជាត្រូវបានគេហៅថាត្រឹងតៃថាញ់ត្រឹងមានន័យថាមណ្ឌលរដ្ឋបាលតៃមានន័យថាខាងលិចថាញ់មានន័យថាបន្ទាយរីឯរាជធានីភ្នំពេញកាលនោះត្រូវគេបដូរមកហៅថាត្រានណាំយ៉ាងណាំមានន័យថាភ្នំយ៉ាងមានន័យថាពេញមន្ត្រីទាំងអស់ត្រូវស្លៀកពាក់បែបអាណាមគឺបួងសក់និងផ្ដល់ឋានៈតាមរបៀបអាណាមដូចជាអង្គបាញ់អង្គផដោយកាយឡាងថនទ្រឿងត្រាំលាក់និងលាក់ចៅហ្វាយខេត្តខ្មែរត្រូវអមដោយមន្ត្រីអាណាម្នាក់ដើម្បីត្រួតពិនិត្យមើលសកម្មភាពនិងដឹកនាំការងាររដ្ឋបាលដំបូងព្រះរាជាអាណាមបានសម្រេចបន្ថយចំនួនខេត្តពី56មកត្រឹម33វិញដោយបង្កើតស្រុក2សម្រាប់ជាទឹកដីដែលមានពួកព្រៃរស់នៅរួចហៅឈ្មោះជាភាសាអាណាមទាំងអស់ប៉ុន្តែឈ្មោះខ្លះមិនដឹងត្រូវនឹងទឹកដីណាទេដោយគ្មានព័ត៌មានលម្អិតខេត្តទាំង33នោះមានដូចជា1ណាំយ៉ាងឬត្រានតាយមានន័យថាភ្នំពេញ2ឋានធូ3តាមដន4តុយឡាប់5បាណាមឬបាក់ណាម6បាឡាយឬបារាយ7បេញធានឬកោះចិញ្ចៀន8ខាបាត9ឡាវ៉ែន10ហៃដុង11គឹមទ្រឿង12ចាជុង13កាអាវ14វាងវ៉ាន15ហាបិញ16ជុងឡយ17សានភូ18សានបុក19តាវូ20ខាយបៀន21ហៃតាយ22ខាសុំ23ថេឡាប់24តាំកាយ25ឡូវៀត26ឡុងតូន27ខ្វាងបៀន28ហួយី29ចានតាយ30អេយី31ចានថាញ់
32ម៉ាត់លូតនិង33អូមអានសម្រាប់ស្រុកព្រៃពីរនោះគឺកាញ់ជេមានន័យថាក្រចេះនិងកាន់យើមានន័យថាកញ្ជោមន្ត្រីទាំងអស់មាន107រូបដែលទទួលបន្ទុកការងាររដ្ឋបាលស៊ីវិលនិងកងទ័ពដែលភាសាអាណាមគេហៅថាទួងខ្វានស្មើនឹងសេនាប្រមុខគឺឧត្តមសេនីយ៍ទ្រឿងមិញយ៉ាងនៅភ្នំពេញថាមតាន់ខាងភ័ព្វភាគឺលេដៃគឿងដេដុកអគ្គមេបញ្ជាការហាបតាន់វរៈស្នេហ៍ឯកឡាញ់បិញវរៈស្នេហ៍ត្រីផឡាញ់បិញជំនួយការវរៈស្នេហ៍ត្រីបិញប៊ីដាវឆ្មាំកងទ័ពលឿងប៊ីដាវឆ្មាំខាងភ័ព្វភាវៀនងយឡាងការិយាល័យក្រសួងជូស៊ូនាយរងការិយាល័យក្រសួងបាទវ៉ូពិធីការសណ្ដាប់ធ្នាប់បាទផាមលេខាធិការកម្រិតទី8មាន8រូបគួនផាមលេខាកម្រិតទី9មាន8រូបថឡាយនាយតូបកុដផ្គង់ហ៊ួនដាវសាស្ត្រាចារ្យយ៉ាវថគ្រូបង្រៀនក្រោយមកពួកអាណាមរៀបចំបែងចែកទឹកដីកម្ពុជាទាំងមូលជា8ភូឬខេត្តដែលមាន18ខៀនមណ្ឌលរដ្ឋបាលភូដែលត្រួតដោយទួងខ្វាននិងថាមតាន់មាន4ភូ1ភូត្រាន់តាយ2ភូញ៉ាហ្វា3ភូណាមនិញ4ភូវូកុងភូដែលត្រួតដោយជៀនស៊ូភូមាន2ភូគឺភូហាយតាយនិងភូហាបិញភូដែលត្រួតដោយជៀនភូស៊ូនៅសានទិញមានភូសានទិញនិងភូមីឡាមទ័ពអាណាមនៅកម្ពុជាក៏ត្រូវបានគេរៀបចំដោយបែងចែកជា25កងពលនិងមានកងពលពិសេសមួយទទួលបន្ទុកថែរក្សាពង្រៀបនិងបង្ហាត់ដំរីចម្បាំងដោយកងពលទាំងនោះចែកជាកងពលកណ្ដាលកងពលបើកផ្លូវកងពលស្លាបឆ្វេងកងពលស្លាបស្ដាំកងពលបិទគូតពួកអាណាមហៅម្ចាស់ក្សត្រីអង្គមៃថាងុកវ៉ានហើយថ្វាយឋានៈជាភាសាអាណាមថាមីឡាមខ្វានជួក្សត្រីអង្គមៃគង់នៅរាជវាំងស្លាកែតប៉ុន្តែកិច្ចការដឹកនាំប្រទេសស្ថិតក្នុងកណ្ដាប់ដៃឧត្តមសេនីយ៍យួនទ្រឿងមិញម៉ាងដែលបានរៀបចំរដ្ឋបាលស្រុកខ្មែរតាមបែបយួនដូចជាមន្ត្រីខ្មែរត្រូវស្លៀកពាក់បែបយួនព្រះពុទ្ធសាសនាបែបខ្មែរត្រូវជំនួសបែបយួនវិញក្សត្រី3អង្គដែលជាញាតិវង្សរបស់ក្សត្រីអង្គមៃត្រូវយួនចាប់យកទៅខេត្តលង្ហៅហើយសម្លាប់ចោលព្រោះអ្នកទាំងនោះមានខ្សែលោហិតជាមួយសៀមពួកអាណាមបានអនុវត្តវិធានការពីរ